បន្ទាប់ពីបានស្វែងយល់អំពីប្រធានបទទី3ដ៏សំខាន់ពាក់ព័ន្ធនឹងអាជ្ញាធរសាវនកម្មជាតិដែលក្នុងសេចក្តីផ្ដើមអំពីសាវនកម្មសាធារណៈនិងនីតិសាវនកម្មនៅកម្ពុជាមកដល់ប្រធានបទទី4សំខាន់នេះគឺពាក់ព័ន្ធជាមួយនឹងប្រភេទសាវនកម្មសាធារណៈនៅកម្ពុជាយើងមាន3ចំណុចតូចដែលត្រូវពិភាក្សានិងស្វែងយល់ជាបន្តបន្ទាប់ទាំងអស់គ្នាទី1គឺប្រភេទសាវនកម្មសាធារណៈនៅកម្ពុជាតាមច្បាប់ស្ដីពីសាវនកម្មនៃប្រជាជាតិអាចារ្យកម្ពុជាប្រភេទសាវនកម្មសំខាន់ដែលអនុវត្តដោយអាជ្ញាធរសាវនកម្មជាតិរួមមាន3ប្រភេទធំទី1គឺសាវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ2សាវនកម្មលើកិច្ចប្រតិបត្តិការ3សាវនកម្មលើការអនុវត្តស្របតាមបទបញ្ញត្តិនិងច្បាប់អញ្ចឹងយើងនឹងស្វែងយល់លម្អិតនៃប្រភេទសាវនកម្មនិងលក្ខណៈនៃប្រភេទសាវនកម្មនីមួយៗទាំងអស់គ្នាជាបន្តទៀតទី1សាវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុជាអ្វីនេះបើយោងតាមមាត្រា5និងមាត្រា6គឺសាវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុគឺជាសាវនកម្មលើសេចក្តីថ្លែងការណ៍និងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រសួងស្ថាប័នដែលជាមូលដ្ឋានសម្រាប់ធ្វើរបាយការណ៍ហិរញ្ញវត្ថុសរុបរបស់រាជរដ្ឋាភិបាលនៅបំណាច់ឆ្នាំនៃការបរិច្ឆេទដែលរៀបចំដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមុនពេលដាក់ជូនទៅអង្គការនីតិបញ្ញត្តិរបាយការណ៍លើហិរញ្ញវត្ថុនេះគឺជាសាវនកម្មលើភាពត្រឹមត្រូវភាពពិតប្រាកដការយល់ព្រមការធ្វើឲ្យមានសុពលភាពនិងស្របតាមទិន្នន័យដូចមានបង្ហាញលើរបាយការណ៍របស់បណ្ដាក្រសួងស្ថាប័ននិងរបាយការណ៍ហិរញ្ញវត្ថុសរុបរបស់រាជរដ្ឋាភិបាលសាវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាសអាជ្ញាធររួមមានតារាងតុល្យការរបាយការណ៍អំពីប្រាក់ចំណេញការខាតបង់និងការវិភាគគណនេយ្យដែលជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុសាវនកម្មនេះក៏ត្រូវរាប់បញ្ចូលទាំងរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាសអាជីវកម្មនៅក្នុងបណ្ដាក្រសួងស្ថាប័នខេត្តក្រុងនិងរដ្ឋបាលមូលដ្ឋានផងដែរបាទដោយឡែកមាត្រា6មាត្រា7ក៏មានបញ្ជាក់បន្ថែមអំពីប្រភេទសាវនកម្មនេះអញ្ចឹងប្រភេទសាវនកម្មទី2សាវនកម្មលើកិច្ចប្រតិបត្តិការជាអ្វីសាវនកម្មលើកិច្ចប្រតិបត្តិការកំពុងអនុវត្តរវាងស្ថាប័នគ្រប់គ្រងនិងស្ថាប័នគ្រប់គ្រងដើម្បីធានាសកម្មភាពកិច្ចប្រតិបត្តិការដែលតាក់ទងដល់មុខងារនៅក្នុងបណ្ដាស្ថាប័នគ្រប់គ្រងឲ្យអនុវត្តគោរពតាមច្បាប់បទបញ្ជានិងគោលការណ៍ទាំងឡាយកំពុងអនុវត្តវាក៏ជាសាវនកម្មរាប់បញ្ចូលទាំងលទ្ធកម្មសាធារណៈវាវត្តបុគ្គលិកកិច្ចសន្យាការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនិងបេសកកម្មផងដែរវាជាសាវនកម្មដើម្បីវាយតម្លៃអំពីការសន្សំសំចៃការផ្ដល់នៅផលល្អប្រសិទ្ធភាពនៃកិច្ចប្រតិបត្តិការនិងលទ្ធផលនៃកម្មវិធីរបស់រាជរដ្ឋាភិបាលសាវនកម្មនេះរាប់បញ្ចូលទាំងការពិនិត្យពិចារណាឡើងវិញនៃកិច្ចប្រតិបត្តិការរបស់បណ្ដាស្ថាប័នសាធារណៈទោះជាស្ថាប័នហិរញ្ញវត្ថុ
ឬមិនមែនស្ថាប័នហិរញ្ញវត្ថុក៏ដោយនេះបើយោងតាមមាត្រាទី8និងមាត្រាទី9ប្រភេទសាវនកម្មទី3គឺសាវនកម្មលើការអនុវត្តស្របតាមបទបញ្ញត្តិជាធរមានគឺជាសាវនកម្មលើការអនុវត្តស្របតាមបទបញ្ញត្តិជាធរមានក្នុងកិច្ចប្រតិបត្តិការរបស់អង្គការស្ថាប័នដែលមិនរកប្រាក់ចំណេញសមាគមនិងគណននយោបាយដែលបានទទួលជំនួយហិរញ្ញវត្ថុពីរាជរដ្ឋាភិបាលក្នុងទ្រង់ទ្រាយលើកលែងពន្ធគយពន្ធលើប្រាក់បៀវត្សនិងពន្ធអាករឯទៀតព្រមទាំងបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិដែលពុំមានការអនុញ្ញាតដោយច្បាប់វាគឺជាប្រភេទសាវនកម្មដែលមានគោលដៅគឺដើម្បីកុំឲ្យរាជរដ្ឋាភិបាលត្រូវបានបាត់បង់ប្រាក់ចំណូលដែលបណ្ដាលមកពីការលើកលែងពន្ធនិងដើម្បីធានាថាស្ថាប័នគ្រប់គ្រងបានដំណើរការទៅតាមក្របខ័ណ្ឌនៃគោលបំណងរបស់ខ្លួនប្រភេទសាវនកម្មនេះគឺសាវនកម្មលើការអនុវត្តស្របតាមបទបញ្ញត្តិជាធរមានរបស់សហគ្រាសវិនិយោគឯកជនដែលទទួលការលើកលែងពន្ធនិងសម្បទានពីរាជរដ្ឋាភិបាលកម្ពុជាដើម្បីធ្វើអាជីវកម្មធនធានធម្មជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជាសាវនកម្មទាំងនេះសង្កត់ធ្ងន់ទៅលើការអនុវត្តទៅតាមកិច្ចព្រមព្រៀងនិងបណ្ដាលក្ខខណ្ឌនៃការអនុញ្ញាតពីរាជរដ្ឋាភិបាលនេះបើយោងតាមមាត្រា10និងមាត្រា11បាទចំពោះប្រភេទសាវនកម្មសំខាន់និងលក្ខណៈនិងខ្លឹមសារនៃសាវនកម្មសំខាន់ទាំង3ហ្នឹងគឺយើងបញ្ចប់ត្រឹមនេះបាទជាបន្តយើងនឹងលំអិតជាមួយនឹងវគ្គសំណួរចម្លើយបាទទី1គឺតើសាវនកម្មមានប៉ុន្មានប្រភេទសំខាន់ក្នុងច្បាប់កម្ពុជាអ្វីខ្លះបាទចម្លើយតាមច្បាប់កម្ពុជាហ្នឹងគឺច្បាប់ស្តីពីសាវនកម្មនៃព្រះរាជាណាចក្រកម្ពុជាប្រភេទសាវនកម្មដែលអនុវត្តដោយអាជ្ញាធរសាវនកម្មជាតិរួមមាន3ប្រភេទសំខាន់ទី1គឺសាវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុទី2គឺសាវនកម្មលើកិច្ចប្រតិបត្តិការនិងទី3គឺសាវនកម្មលើការអនុវត្តស្របតាមបទបញ្ញត្តិនិងច្បាប់បាទចំនួនទី2តើសាវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុជាអ្វីចម្លើយសាវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុគឺជាសាវនកម្មលើសេចក្តីថ្លែងការណ៍និងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រសួងស្ថាប័នដែលជាមូលដ្ឋានសម្រាប់ធ្វើរបាយការណ៍ហិរញ្ញវត្ថុរបាយការណ៍ហិរញ្ញវត្ថុសរុបរបស់រាជរដ្ឋាភិបាលនៅបំណាច់ឆ្នាំនៃការរិយបរិច្ឆេទដែលរៀបចំដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមុនពេលដាក់ជូនទៅអង្គការនីតិបញ្ញត្តិភាពត្រឹមត្រូវភាពពិតប្រាកដការយល់ព្រមការធ្វើឲ្យមានសុពលភាពនិងស្របតាមទិន្នន័យដូចមានបង្ហាញលើរបាយការណ៍របស់បណ្ដាក្រសួងស្ថាប័ននិងរបាយការណ៍ហិរញ្ញវត្ថុសរុបរបស់រាជរដ្ឋាភិបាលសាវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុនេះក៏ជាសាវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាសសាធារណៈអាជ្ញាធររួមមានតារាងតុល្យការរបាយការណ៍អំពីប្រាក់ចំណេញការខាតបង់និងការវិភាគគណនេយ្យដែលជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុសាវនកម្មនេះក៏ត្រូវរាប់បញ្ចូលទាំងរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាសអាជីវកម្មនៅក្នុងបណ្ដាក្រសួងស្ថាប័នខេត្តក្រុងនិងរដ្ឋបាលមូលដ្ឋានផងដែរ
សំណួរទី3តើសវនកម្មលើកិច្ចប្រតិបត្តិការជាអ្វីសវនកម្មលើកិច្ចប្រតិបត្តិការគឺជាសវនកម្មលើមុខងារឬកិច្ចការកំពុងអនុវត្តរវាងស្ថាប័នគ្រប់គ្រងនិងស្ថាប័នគ្រប់គ្រងដើម្បីធានាសកម្មភាពនិងកិច្ចប្រតិបត្តិការដែលតាក់ទងដល់មុខងារនៅក្នុងបណ្ដាស្ថាប័នគ្រប់គ្រងឲ្យអនុវត្តគោរពតាមច្បាប់បទបញ្ជានិងគោលការណ៍ទាំងឡាយកំពុងអនុវត្តវាក៏ជាសវនកម្មដែលរាប់បញ្ចូលទាំងលទ្ធកម្មសាធារណៈវាវត្តបុគ្គលិកកិច្ចសន្យាការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនិងបេសកកម្មសវនកម្មលើប្រតិបត្តិការនេះក៏ជាសវនកម្មដើម្បីវាយតម្លៃអំពីការសន្សំសំចៃការផ្ដល់ឲ្យនៅផលល្អប្រសិទ្ធភាពនៃកិច្ចប្រតិបត្តិការនិងលទ្ធផលនៃការកម្មវិធីរបស់រាជរដ្ឋាភិបាលផងដែរសវនកម្មលើកិច្ចប្រតិបត្តិការនេះរាប់បញ្ចូលទាំងការពិនិត្យពិចារណាឡើងវិញនៃកិច្ចប្រតិបត្តិការរបស់បណ្ដាស្ថាប័នទោះជាស្ថាប័នហិរញ្ញវត្ថុមិនមែនហិរញ្ញវត្ថុស្ថាប័នហិរញ្ញវត្ថុក៏ដោយបាទសំណួរទី4តើសវនកម្មលើការអនុវត្តស្របតាមបទបញ្ញត្តិច្បាប់ជាអ្វីសវនកម្មលើការអនុវត្តស្របតាមបញ្ញត្តិនិងច្បាប់គឺជាសវនកម្មលើការអនុវត្តស្របតាមបទបញ្ញត្តិជាធរមានក្នុងកិច្ចប្រតិបត្តិការរបស់អង្គការដែលមិនរកប្រាក់ចំណេញសមាគមគណៈបកនយោបាយដែលបានទទួលជំនួយហិរញ្ញវត្ថុពីរាជរដ្ឋាភិបាលក្នុងទ្រង់ទ្រាយលើកលែងពន្ធគយពន្ធលើប្រាក់បៀវត្សពន្ធអាករឯទៀតព្រមទាំងបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិដែលពុំមានការអនុញ្ញាតដោយច្បាប់សវនកម្មលើការអនុវត្តស្របតាមបទបញ្ញត្តិនិងច្បាប់គឺគោលដៅនៃសវនកម្មនេះគឺដើម្បីកុំឲ្យរាជរដ្ឋាភិបាលបាត់បង់ប្រាក់ចំណូលដែលបណ្ដាលមកពីការលើកលែងពន្ធនិងដើម្បីធានាថាស្ថាប័នគ្រប់គ្រងបានដំណើរការទៅតាមក្របខ័ណ្ឌនៃគោលបំណងរបស់ខ្លួនសវនកម្មនេះគឺជាសវនកម្មលើការអនុវត្តស្របតាមបទបញ្ញត្តិជាធរមានរបស់សហគ្រាសវិនិយោគឯកជនដែលទទួលបានការលើកលែងពន្ធនិងសម្បទានពីរាជរដ្ឋាភិបាលកម្ពុជាដើម្បីធ្វើអាជីវកម្មធនធានធម្មជាតិនៅក្នុងប្រជាណាចក្រកម្ពុជាសវនកម្មទាំងនេះសង្កត់ធ្ងន់ទៅលើការអនុវត្តទៅតាមកិច្ចព្រមព្រៀងនិងបណ្ដាលក្ខខណ្ឌនៃការអនុញ្ញាតពីរាជរដ្ឋាភិបាលបាទនេះគឺជាសំណួរចម្លើយពាក់ព័ន្ធនឹងប្រភេទសវនកម្មសំខាន់ទាំង3សូមអរគុណសូមជម្រាបលា